ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះវិទ្យុព័ត៌មាន Friend FM សូមជូនព័ត៌មានខ្លីជំរាបជូនព័ត៌មានខ្លីដោយជុនរ៉ាមីករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី15ខែឧសភាបណ្ដាលឲ្យស្លាប់មនុស្សចំនួន8នាក់និង29នាក់ផ្សេងទៀតរងរបួសនៅថ្ងៃទី15ខែឧសភា2015នេះករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន14លើកយប់5លើកបណ្ដាលឲ្យមនុស្សស្លាប់8នាក់ស្រីម្នាក់របួសធ្ងន់17នាក់ស្រីម្នាក់និងរបួសស្រាល12នាក់ស្រី2នាក់យោងតាមរបាយការណ៍នាយកដ្ឋានស្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង14លើកនេះបានបង្កឲ្យខូចខាតយានយន្តសរុប20គ្រឿងក្នុងនោះមានម៉ូតូចំនួន12គ្រឿងរថយន្តធុនតូចចំនួន6គ្រឿងរថយន្តធុនធំ2គ្រឿងនិងថ្មើរជើងចំនួន2នាក់មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់រួមមានល្មើសល្បឿន7លើកមិនប្រកាន់ស្ដាំ1លើកមិនគោរពសិទ្ធិ3លើកប្រជែងគ្រោះថ្នាក់2លើកនិងប្រើម៉ាស៊ីនបោកកិនស្រូវ1លើកចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន17នាក់យប់ចំនួន4នាក់